ថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទៅមើលដំរីនៅខាងខេត្តរតនគិរីអញ្ចឹងណាពុកម៉ែបងប្អូនអាចមើលបាននេះគឺជាដំរីដែលដំរីនៅនេះគឺមានច្រើនមែនតើអញ្ចឹងណាពុកម៉ែបងប្អូននេះគឺជាកូនរបស់វាអញ្ចឹងណាហើយយើងមើលហ្នឹងចាំមើលយើងចូលដល់ប្លុកយើងពេញចាំមើលមានអីសកម្មភាពអីប្លែកៗអញ្ចឹងណាពុកម៉ែបងប្អូនចាំតាមដានទស្សនាទាំងអស់គ្នាជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងប្លុកថ្មីប្លុកនេះខ្ញុំនាំពុកម៉ែបងប្អូនទៅមើលដំរីនៅខាងកាទៀងម្ដងអញ្ចឹងណារីឯទីតាំងនៅចិត្តខេត្តយើងទេចឹងពុកម៉ែបងប្អូនអាចចូលទៅលេងនៅនឹងបានអញ្ចឹងណាទិដ្ឋភាពអីក៏ស្រស់ស្អាតដែរតោះមកខ្ញុំចូលចាំអ្នកដែលគាត់នាំខ្ញុំទៅមើលដំរីអញ្ចឹងណាពុកម៉ែបងប្អូនយើងត្រូវមានអ្នកនាំទៅដោយសារកន្លែងហ្នឹងគឺគេចូលទៅយើងត្រូវបង់លុយនៅខាងមុខហើយបន្ទាប់មកយើងដើរទៅមើលកន្លែងដែលគេដាក់ទុកវាអញ្ចឹងទៅខ្ញុំមកនេះគឺខ្ញុំមកគ្នាច្រើនមែនតើអញ្ចឹងណាពុកម៉ែបងប្អូនជូនបងដែលគាត់អត់តន់ស្គាល់កន្លែងហ្នឹងអញ្ចឹងទៅមកមើលអញ្ចឹងដែរអញ្ចឹងណាពុកម៉ែបងប្អូនសារគាត់មកពីពេញអញ្ចឹងណាសូម្បីតែខ្ញុំនៅខេត្តរតនគិរីក៏ខ្ញុំអត់សូវបានមកលេងកន្លែងហ្នឹងដែរអញ្ចឹងណានេះលើកទី1របស់ខ្ញុំតែម្ដងខ្ញុំនាំបងមកមើលហើយក៏ជាទស្សនវិជ្ជាមួយនៅក្នុងខេត្តរតនគិរីអញ្ចឹងដែរពុកម៉ែបងប្អូនអាចមកលេងបានអញ្ចឹងទៅនេះមានទាំងកូនវាផងមានទាំងម៉ែវាផងអញ្ចឹងណាតិចទៀតខ្ញុំនាំពុកម៉ែបងប្អូនទៅមើលដំរីធំរីឯដំរីមួយនេះអញ្ចឹងណាវានៅចិត្តកូនវាអញ្ចឹងទៅហើយអត់មានផ្លុកទេដោយសារនេះគឺជាដំរីញីអញ្ចឹងណាពុកម៉ែបងប្អូនតិចទៀតឃើញអាដំរីធំជាងគេហើយនៅខាងហ្នឹងអញ្ចឹងណាហើយខ្ញុំមកលេងនេះគឺម៉ោង12ហើយគេដាក់នៅក្រោមដើមឈើដើមអីទៅកុំឲ្យវាក្តៅអញ្ចឹងទៅបើសិនជាមេតិចគេនាំចេញទៅក្រៅឲ្យយើងមើលអញ្ចឹងណាពុកម៉ែបងប្អូនមិនបាច់ឲ្យយើងដើរមកឆ្ងាយទេសម្រាប់តម្លៃវិញគឺខ្ញុំអត់បានបញ្ជាក់នៅខាងក្នុងវីដេអូទេពុកម៉ែបងប្អូនអាចមកលេខបានគឺតម្លៃសមរម្យទេអញ្ចឹងណាសម្រាប់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិអញ្ចឹងទៅនេះគឺជាមេរបស់វាអញ្ចឹងណាពុកម៉ែបងប្អូនមើលឈ្មោលធំណាពុកម៉ែបងប្អូនហើយខ្ញុំថតកូនវាមួយនេះមើលទៅយើងអាចចូលថតវាយើងអាចទិញឲ្យវាស៊ីអីអញ្ចឹងក៏បានដែរអញ្ចឹងណាដោយសារខ្ញុំមកនេះអត់បានទិញឲ្យវាស៊ីទេបាទយើងមានអំពៅមានអីដាក់ឲ្យវាស៊ីទៅវាចូលចិត្តហើយបាទហើយវាមកលេងបន្លែងនៅចិត្តយើងអីអញ្ចឹងទៅមិនបាច់ខ្លាចវាទេដោយសារខ្ញុំថតទៅពេលចង្អាយទេបាទដែរប៉ះតម្រៃទេបាទបន្ទាប់មកខ្ញុំបានដើរមកចូលចិត្តអាធំជាងគេហ្នឹងពុកម៉ែបងប្អូនហើយមកភ្លុកវាហើយខ្ញុំមកនេះគឺម៉ោង2:10អញ្ចឹងណាពុកម៉ែបងប្អូនមិនកំពុងតែក្តៅផងដែរហើយតម្រៃហ្នឹងគឺគេដាក់នៅក្នុងក្រដាមឈើអីអញ្ចឹងទៅអានេះលទ្ធផលបាទចេញមកបាទអានេះខ្ញុំថតលឹងដំរីបែបម្ដងបែបហ្នឹងឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងដែរដែលបានឃើញដែរបានឃើញដូចគ្នាទាំងឥឡូវយើងបានឃើញទាំងអស់គ្នាបាទអញ្ចឹងពុកម៉ែបងប្អូនដែលគាត់មកលេងនៅរមណីយដ្ឋាននៅខេត្តរតនគិរីអញ្ចឹងកុំភ្លេចឈៀងចូលមកខាងទឹកដីកាទៀងឲ្យផងអញ្ចឹងពុកម៉ែបងប្អូនអាចមកមើលដំរីនៅខាងហ្នឹងផងបានចូលរួមទាំងអស់គ្នាដំរីរបស់ខ្មែរយើងទៅអញ្ចឹងណាហើយពុកម៉ែបងប្អូនអាចថតនៅចិត្តវាអីក៏បានដែរអញ្ចឹងណាវាអត់ធ្វើអីចឹងទេដោយសារមានម្ចាស់គេនៅជុំវិញនឹងដែរអញ្ចឹងទៅហើយយើងអាចចូលថតចូលអីលេងមួយវាអីចឹងណាហើយបើយើងមានអីឲ្យវាស៊ីទៀតកាន់តែល្អទៀតវាអាចនឹងបលែងលេងជាមួយយើងអីបន្ថែមទៀតអីចឹងទៅក៏ថាក៏ចង់ជីក៏បានដែរអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនពេលឈៀងមកលេងនៅក្នុងខេត្តរតនគិរីកុំភ្លេចចូលរួមទាំងអស់គ្នាអញ្ចឹងទៅលើកវិស័យដំរីនៅខាងខេត្តរតនគិរីផងកុំឲ្យស្ងាត់អីចឹងណាហើយចម្ងាយដីពីខេត្តមកដល់ហ្នឹងគឺចិត្តទេអញ្ចឹងណាពុកម៉ែបងប្អូនតែពុកម៉ែបងប្អូនអត់ស្គាល់ទេអាចឆាតចូលเพจរបស់ខ្ញុំហ្នឹងមកចាំខ្ញុំនាំទៅក៏បានដែរអញ្ចឹងណាបន្ទាប់មកគ្នាយើងក៏បានឆោតថតរូបថតអីអញ្ចឹងណាពុកម៉ែបងប្អូនហើយមើលតម្រៃនៅធំមែនតែអញ្ចឹងទៅហើយពុកម៉ែបងប្អូនហើយមកថតបានថតអីលេងទៅទៀតខ្ញុំទៅមើលតម្រៃមួយទៀតនៅខាងលើអញ្ចឹងណាសម្រាប់អាតម្រៃនៅខាងលើហ្នឹងគឺវាអត់សូវភ្លុកវាអត់សូវវែងទេភ្លុកវាទូយ៉ាងទេវាមានចំណាស់ជាងគេអញ្ចឹងទៅហ្នឹងពុកម៉ែបងប្អូននេះតម្រៃមួយនេះអាហ្នឹងភ្លុករៀងខ្លីៗទេតែវារៀងទូជាងគេអញ្ចឹងណាហើយមើលវាចង់ហិតវារកអីសេអញ្ចឹងណាពុកម៉ែបងអញ្ចឹងប្លុកខ្ញុំក៏បានដល់ទីចប់ហើយអញ្ចឹងអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាកុំភ្លេចជួយចុច follow page ហ្នឹងម្នាក់មួយអរគុណច្រើនចាំជួបគ្នានៅប្លុកលើក្រោយទៀតអីអញ្ចឹងណាពុកម៉ែបងប្អូនបាយបាយ